2 លាន view អ្នកទាំងអស់គ្នានៅក្នុង TikTok បតដែលខ្ញុំធ្វើ beatbox ជាមួយនឹង Rima គឺបតនំប៉័ង Strawberry ហ្នឹងដែលហៅចំណងជើងអត់ទាន់ឃើញទេតែចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំនឹងយកវីដេអូ clip ខ្លី 5-10 second ឬក៏20 second ហ្នឹងយកមកធ្វើជាបតពេញខ្ញុំធ្វើបទចម្រៀងមួយគឺ take time ច្រើនមែនតើនៅក្នុងការបញ្ចេញបទហ្នឹងប៉ុន្តែគាត់តែអង្គុយលេងធ្វើ beatbox ជាមួយ Rima ហ្នឹងអ្នកទាំងអស់គ្នានិយាយពីថាចូលចិត្តដល់កខ្ញុំនិយាយមែនហើយក៏អរគុណច្រើនមែនតើផងដែរហើយនិយាយពី comment វិញអ្នកទាំងអស់គ្នាគឺមួយសិតតែចង់រាំទាំងអស់ដែលគាត់យកអាសលេងរបស់យើងបានធ្វើហ្នឹងយកទៅធ្វើ content រាំនៅក្នុង TikTok អញ្ចឹងខ្ញុំគិតថាខ្ញុំនឹងយកវីដេអូ clip ខ្លី 5-10 second ឬក៏20 second ហ្នឹងយកមកធ្វើជាបទពេញដើម្បីឲ្យ Rima ក៏ record ហើយដើម្បីឲ្យអ្នកទាំងអស់គ្នាមានបទពេញស្ដាប់ផងដែរសង្ឃឹមថាsmall moment អនុស្សាវរីយ៍បែបនេះនឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នា enjoy បានអូខេ so អញ្ចឹង let's go man អូខេបើសិនជាខ្ញុំធ្វើអត់បានល្អឲ្យអ្នកទាំងអស់គ្នា2 million people ដែល view បទនៅក្នុង TikTok ក៏ដូចជា Facebook ខ្ញុំបកកាយបកានប៉ុន្តែខ្ញុំនឹងធ្វើវាម្ដងបន្តិចនៅចុងវីដេអូនេះយើងនឹងបានស្ដាប់បទពេញអូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ subscribe នៅក្នុង channel ថ្មីរបស់ខ្ញុំទេកុំភ្លេច subscribe ម្នាក់មួយមកហើយយើងចាំមើលទាំងអស់គ្នាថាតើបទហ្នឹងវាយ៉ាងម៉េច let's go ដោយសារតែឥឡូវ Rima ក៏អត់នៅហ្នឹងទេអញ្ចឹងយើងមានតែយកសលេងពីវីដេអូហ្នឹងយកមកសាករៀបនៅក្នុងកម្មវិធីធ្វើចម្រៀងហ្នឹងសិន you know ហើយបើសិនជារៀបទៅសលេងរបស់គាត់មានសលេងរំខានច្រើនអីអញ្ចឹង maybe យើងហៅគាត់មក record ម្ដងទៀតដោយបទពងទា yeah man so let's go let's see ញ៉ាំអេខ្ញុំអត់ទាន់ចេះរាំទេខ្ញុំនៅអត់ទាន់ចេះរាំនៅឡើយទាំងអស់គ្នា so let's see បាយយើងអូខេពេលយើងបានបត់នឹងពេញហើយចាំមើលខ្ញុំរៀនរាំជាមួយ Rima ជាមួយ Mami ជាមួយអីចឹងណា you know let's go ឥឡូវយើងយកសលេងពីហ្នឹងយកដាក់ចូលក្នុងកម្មវិធីធ្វើចម្រៀងរបស់យើងតាមពិតទៅគឺខ្ញុំលួច bill score bill អីហើយអ្នកទាំងអស់គ្នាSo score អញ្ចឹងអ្នកទាំងអស់គ្នា score អញ្ចឹងចាំមើលខ្ញុំយកសលេងរបស់គាត់ដាក់បញ្ចូលចង់ដឹងថាវាយ៉ាងណាដែរកូនថានេះបបមកមុខមួយកូនថាកូនឯងចង់ញ៉ាំអីកូនថាចង់ញ៉ាំ Strawberry នំប៉័ង 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 Strawberry អូខេយើងប្រើបានខ្លះខ្ញុំគិតថាយើងប្រើបានខ្លះខ្ញុំអត់យកសលេងខ្ញុំនៅក្នុងវីដេអូហ្នឹងទេខ្ញុំនឹង record ថ្មីឲ្យអ្នកទាំងអស់គ្នាដាក់ចូលក្នុងបទហ្នឹងឲ្យព្រោះហ្មងនំប៉័ង Strawberry នំប៉័ង Strawberry អូខេយីអាហ្នឹងអត់យកអូខេអត់ដឹងថាគាត់ឈៀងអីដែរកន្លែងហ្នឹងយីខ្ញុំត្រូវការកាត់សលេងគាត់ខ្លះដោយសារតែពេលដែលវីដេអូស៊ីនហ្នឹងគឺមានសលេង beatbox របស់ខ្ញុំសូអញ្ចឹងយើងអាចយកសលេង beatbox មកដាក់នៅក្នុង project នេះបានហើយព្រោះអីយើងមានត្រាំមានអីផ្សេងហើយអញ្ចឹងយើងត្រូវដកសលេងគាត់ខ្លះ Strawberry នំប៉័ង Strawberry នំប៉័ង Strawberry នំប៉័ង Yeah អានេះសលេងស៊ីន Strawberry នំប៉័ង Strawberry នំប៉័ង Strawberry Strawberry នំប៉័ង Strawberry So ឥឡូវវាបាត់សលេង beatbox បាត់អីខ្លះហើយអ្នកទាំងអស់គ្នាយើងអាចវាដាក់ត្រាំដាក់ភ្លេងអីមកវាអត់មានសលេងរំខាន Strawberry នំប៉័ង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  Strawberry I don't know well let's see let's go និយាយទៅខ្ញុំកាត់សលេងគាត់ចោលកាត់សលេង beatbox ហើយសលេង background ចោលតិចតួចទេដោយសារតែយើងនៅតែត្រូវការសលេងខ្ជូតរបស់គាត់នឹងដដែល you know so អញ្ចឹងយើងអាចកាត់ច្រើនបានទៀតទេតែកាត់ច្រើនទៀតគឺអាចអស់សលេងដែលផ្អែមរបស់គាត់ស្រួយខ្ញោកណា you know Yeah អូខេ so នេះគ្រាន់តែជា foundation ណាអ្នកទាំងអស់គ្នា so យើងបាន intro មកបន្តិចហើយដោយសារតែយើងត្រូវការ
structure វាបន្ថែមទៀតដូចជាយើងត្រូវការ melody បន្ថែមយើងត្រូវការរៀបចំ chorus ឲ្យបានត្រឹមត្រូវព្រោះអីយើងអត់ដឹងថាតើប្រើនំប៉័ង strawberry នឹងប្រហែលដងទេ I don't know I have no idea so អញ្ចឹងយើងនឹងទៅបន្តទៀត Okay let's go កូនតែចង់ញ៉ាំអីកូនតែចង់ញ៉ាំ Strawberry. ទៀតកូនតែចង់ញ៉ាំអីកូនតែចង់ញ៉ាំ Yeah កូនតែចង់ញ៉ាំអីកូនតែចង់ញ៉ាំ Strawberry. នំប៉័ង strawberry. នំប៉័ង strawberry. យើងត្រូវ time សលេងច្រើនមែនតើអ្នកទាំងអស់គ្នាហើយដើម្បីធ្វើអា clip ពី5-10 second ទៅជា2នាទីសងហ្នឹងគឺយើងត្រូវការរៀបចំ structure ដូចជាដំបូងមាន intro បន្ទាប់មកចូល hook ហើយបាន verse ហើយបើមាន bridge អីបន្តិចតួចអីចឹងទៅប៉ុន្តែដើម្បីទុកឲ្យ bot ហ្នឹងវានៅត្រឹមជាលក្ខណៈ basic stuff ដែលបងប្អូនយើងស្ដាប់ទៅអត់ស្មុគស្មាញគឺយើងចាំបាច់មាន verse ច្រើនទេ bot ពងទាក៏ខ្ញុំអត់ធ្វើ verse ច្រើនដែរអ្នកទាំងអស់គ្នាគឺខ្ញុំធ្វើតាមបន្តិចទេឲ្យតែមានសលេង catchy យើងអាចរាំទៅបានហើយ Rima គាត់ស្រួលច្រៀងRima គាត់ស្រួលច្រៀងដដែលផងនោះអញ្ចឹងយើង structure ខ្ញុំគិតថា under 2 minutes it should be okay ហើយបាច់ស្មុគស្មាញពេកទេកូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំកូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំកូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំពុំកូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំកូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំកូនថាកូនណៃចង់ញ៉ាំអីកូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំកូនថាកូនណៃចង់ញ៉ាំអីកូនដាក់4ដងមក intro បាត់ដួLet's see កូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំ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  Okay I'm sorry man it just I don't know you កូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំ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 អូជាតិអូទៅ time គ្រឿងច្រើនមែនតើខ្ញុំត្រូវការអរនេះបន្តិច I find this sound is so cool កូនថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំ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 កូនថាកូនណៃចង់ញ៉ាំអី Daddy Rima hungry please អញ្ចឹង Daddy វាអត់មកចឹងកូនគ្នាណា Okay កូនប៉ាចូលទៅហើយកូនតែចង់ញ៉ាំថាកូនណៃចង់ញ៉ាំអីកូនតែចង់ញ៉ាំកូន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 ថាចង់ញ៉ាំកូនថាកូនណៃចង់ញ៉ាំអីកូនតែ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 ចង់ញ៉ាំ ក
យកទាំងអស់គ្នាបើសិនជាវីដេអូនេះហើយបទនេះធ្វើឲ្យអ្នកទាំងអស់គ្នាញញឹមឬក៏សើចកូនអ្នកទាំងអស់គ្នាសប្បាយចិត្តគ្រួសារអ្នកទាំងអស់គ្នារាំកុំភ្លេច like វីដេអូនេះម្នាក់មួយមកហើយវីដេអូយើងនៅពេលនេះគឺបានមកដល់ទីបញ្ចប់ហើយអញ្ចឹងសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់បានបទនេះ comment ខាងក្រោមទាំងអស់គ្នាមកដើម្បីខ្ញុំនឹង release បទនេះឲ្យអ្នកទាំងអស់គ្នារាំលេងនៅក្នុង TikTok អូខេ Let's go